មកបងប្អូនចង់ធ្វើគ្រឿងខ្លែមងាយៗលឿនៗចាមុខម្ហូបមួយមុខនេះមិនចាំបាច់តែគ្រឿងខ្លែមទេបងប្អូនអាចយកទៅធ្វើជាអាហារចាញ៉ាំដំណើរកំសាន្តក៏បានក៏ដូចជាញ៉ាំជាមួយបាយនៅផ្ទះក៏បានវាធ្វើក៏ងាយបើនិយាយពីគ្រឿងផ្សំអត់មានអីទេមានសាច់មាន់មកបងប្អូនចាជាមួយនឹងម្រះព្រៅក៏ដូចជាខ្ទឹមសស្លឹកក្រូចស្លឹកគ្រៃចាជាមួយនឹងទឹកអំពិលទុំក៏ដូចជាបុកខ្ទឹមបុកអីដែលនេះខ្ញុំបានបុកនឹងឯងចាហើយប្រេងខ្យងទឹកត្រីអីប៊ីចេងស្ករតាមនឹងជិះបញ្ចប់តិចតួចពេលហ្នឹងឯងបងប្អូនអញ្ចឹងមុនដែលនេះខ្ញុំចាទៅធ្វើម្ហូបនឹងបាននេះខ្ញុំត្រូវការបុកជាមួយនឹងខ្ទឹមសជាមួយនឹងម្ទេសចាបងប្អូនយើងអាចដាក់ស្ករបន្តិចមកប៊ីចេងបន្តិចមកហើយក៏បានអំបិលបន្តិចមកយើងយកវាមកបុកមកដើម្បីអីដើម្បីកុំឲ្យវាខ្ទាតទេណាបងប្អូនអាចដាក់ក្រោយក៏បានតែនេះខ្ញុំបុកខាងឯស្រួលបុកគ្រឿងបុកអីយើងមិនបាច់ម៉ត់ពេកទេមកល្មមយើងចាប់ផ្ដើមយកសក្តិយើងមកដំមកនេះខ្ញុំដំសក្តិបែបវែងៗអញ្ចឹងហើយបន្ទាប់មកកាត់វាជាពីរកង់ហើយយើងហាន់បិឆិតទៀតអូក្បាញ់គោច្រើនណាសក្តិបងប្អូនខ្ជិលក៏ដំដាក់ក៏បានដែរចាំបាច់ហាន់បិឆិតនេះខ្ញុំចង់យកសក្តិនេះធ្វើជាបន្លែអាកុលវានេះញ៉ាំបានណាបងប្អូនចាពេលហាន់វាបិឆិតហើយសម្រាប់ខ្ទឹមសគឺយើងពុះវាជាពីរមកបើម្ទេសវិញបងប្អូនយើងហាន់វាជាបិឆិតងាយមែនតើបងប្អូនចង់ពុះជាពីរក៏បានបងប្អូនខ្លះក៏ខ្ជិលដាក់ទាំងមូលតែដាក់ទាំងមូលវាអត់សូវឆ្ងាញ់ដូចយើងហាន់ទេយើងហាន់បិឆិតចេះយើងអាចយកម្ទេសហ្នឹងធ្វើជាបន្លែអញ្ចឹងពេលហាន់បន្លែប្លុកគ្រឿងផ្សំបញ្ចុះរបស់យើងរួចរាល់ហើយដាក់ខ្ទះក្តៅតិចមកដាក់ប្រេងឆាហើយយើងយកអាម្ទេសខ្ទឹមរបស់យើងបុកជាមួយនឹងប៊ីចេងស្ករហ្នឹងយកមកឆាវាឲ្យឡើងរាងឈ្ងុយបន្តិចមកបងប្អូនចាំយើងចាប់ផ្ដើមដាក់គ្រឿងកាត់ឆ្អាបរបស់យើងថែមទៀតដូចមានស្ក្រីស្ក្រូចអីចឹងណាឆាគ្រឿងរបស់យើងហ្នឹងឲ្យឡើងរាងឈ្ងុយបន្តិចមកបងប្អូនបន្ទាប់មកយើងយកសាច់មាន់របស់យើងហ្នឹងមកដាក់ចាលីងសាច់មាន់ឲ្យឈ្ងុយមកបងប្អូនអើយតែពេលយើងដាក់សាច់មាន់នេះយើងដាក់ជាមួយទឹកត្រីនិងប្រេងខ្យងបន្ថែមមកហើយបន្ទាប់មកយើងឆាវាហ្នឹងឲ្យរាងឈ្ងុយរាងដាច់អាទឹកក្អាបគេបន្តិចមកបងប្អូនដាក់អំពិលទុំមកហើយក៏បានដែរនេះខ្ញុំដាក់អំពិលទុំចង្អៃឆាក្តៅឆាគ្រឿងឆាឲ្យតដាក់អំពិលទុំមានជាតិជូរតិចបានឆ្ងាញ់តមកយើងដាក់ទឹកយើងដាក់ទឹកចូលហើយយើងងាស់វាកូរវាច្រឡឹងយើងងាស់វាមកស្ទុះធំទៅផុយហើយដោយសារអីមាន់នេះគឺជាប្រភេទមាន់ផុយបងប្អូនអញ្ចឹងហើយនេះខ្ញុំងាស់តាមម៉ូឯងបើមាន់ស្រែបើយើងត្រូវការពេលវេលាងាស់វារៀងយូរបន្តិចតមកយើងដាក់ជាមួយនឹងចាម្រះព្រៅអីហើយកូរត្រឡប់មកចាន់រួចរាល់ហើយបងប្អូនមិនពិបាកទេមុខម្ហូបមួយមុខនេះងាយតែអត់ប្រកាន់កលៈទេសៈទេហូបពេលណាក៏បានហូបនៅទីណាក៏បានហូបជាមួយអីក៏បានហូបលេងក៏បានហូបមួយបាយក៏បានដែរចាអញ្ចឹងរបៀបធ្វើឆាក្តៅសាច់មាន់របស់នេះខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងអរគុណបងប្អូនដែលតែងតែគាំទ្រវីដេអូនេះខ្ញុំជូនពរបងប្អូនទាំងអស់គ្នាសំណាងល្អសុខភាពល្អរស់ទទួលទានមានបានបើសិនបងប្អូនចង់ដឹងអីពីនាងខ្ញុំបន្ថែមទៀតកុំភ្លេចចូលទៅកាន់ page របស់នាងខ្ញុំណាអញ្ចឹងមុខម្ហូប2 3ថ្ងៃនេះគឺតាក់ទងសាច់មាន់រហូតហើយចាអរគុណច្រើនមានតែប៉ុណ្្នឹងឯងថ្ងៃហ្នឹងចាជម្រាបលាបាយ